Bạnបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតទេបងប្អូនឥឡូវថ្ងៃនេះយើងនិយាយពីពូជគោម្ដងបងប្អូនបាទបងប្អូនពូជគោនៅលើពិភពលោកយើងគេបែងចែកជាពីរប្រភេទបងប្អូនធំណាតាមលក្ខណៈជីវសាស្ត្រនិងដើមកំណើតទី1ពូជគោអត់មានបូកបងប្អូនពូជគោអត់មានបូកនោះវាមានដើមកំណើតនៅតំបន់អឺរ៉ុបនិងតំបន់ត្រជាក់គោប្រភេទនេះមានបូកនៅគ្មានបូកនៅលើខ្នងទេបងប្អូនរោមក្រាស់ហើយធន់នឹងអាកាសធាតុត្រជាក់ហ្នឹងណាអានឹងទី1បងប្អូនហើយចំណែកទី2គឺគោមានបូកអញ្ចឹងជាទូទៅបងប្អូនបានស្គាល់ច្រើនហើយគោមានបូកនៅតាមតំបន់មួយចំនួនហើយនឹងទូទាំងប្រទេសកម្ពុជារបស់យើងគឺយើងជាទូទៅហើយយើងចំតាំងពីបុរាណមកគឺគោស្រុកយើងគឺគោមានបូកអញ្ចឹងគោមានបូកហ្នឹងមានដើមកំណើតមកពីតំបន់អាស៊ីហើយនៅតំបន់ក្តៅដូចជាពូជប្រាម៉ាន់ឬគោស្រុកយើងអញ្ចឹងបងប្អូនគោប្រភេទនេះមានបូកនៅលើខ្នងត្រជាក់ធ្លាក់និងធន់នឹងកម្ដៅនិងជំងឺល្អប៉ុន្តែបើយើងបែងចែកតាមគោលបំណងនៃការចិញ្ចឹមវិញពូជគោត្រូវត្រូវគេបែងចែកជា3បងប្អូនក្រុមចម្បងបងប្អូនក្នុងនោះគឺគេមានពូជគោយកសាច់គោយកសាច់នេះវាចិញ្ចឹមដើម្បីយកសាច់ហើយក្រុមនេះវាមានមៀតធំសាច់ដុំច្រើននិងពូជនឹងលូតលាស់បានលឿនបងប្អូនឧទាហរណ៍ដូចជាពូជប្រាម៉ាន់ឧទាហរណ៍ដូចជាពូជអង់កូសមួយទៀតពូជលីម៉ូស៊ីនហើយមួយទៀតនោះពូជវ៉ាហ្គូនបងប្អូនវ៉ាហ្គូនគឺចំណែកឯប្រភេទពូជគោយកទឹកដោះវិញគឺគេចិញ្ចឹមដើម្បីផលិតទឹកដោះអញ្ចឹងគោក្រុមនេះមានរូបរាងស្គមស្ដើងជាងគោសាច់ប៉ុន្តែមានដោះធំនិងផ្ដល់ទឹកដោះបានច្រើនអញ្ចឹងណាបងប្អូនហើយនៅក្នុងនឹងដែរពូជគោទឹកដោះនោះវាមានឈ្មោះពីរឧទាហរណ៍ដូចជាគោ Holstein Jersey អញ្ចឹងណាបងប្អូនចំណែកឯពូជគោចម្រុះគឺលក្ខណៈប្រើជាកម្លាំងពលកម្មឬចិញ្ចឹមយកសាច់អីចឹងទៅបងប្អូន